បទខ្លីរបស់អង្គការលីកាដូចេញផ្សាយនៅថ្ងៃទី14ខែកក្កដាឆ្នាំ2026សាលាឧទ្ធរណ៍បដិសេធសំណើសុំដោះលែងឲ្យមានសេរីភាពរបស់អតីតមន្ត្រីគណៈបកជំទាស់ពីបទរួមគំនិតក្បត់ការពីរសៀលម្សិលមិញសាលាឧទ្ធរណ៍ភ្នំពេញបានបដិសេធសំណើសុំដោះលែងឲ្យមានសេរីភាពរបស់លោករដ្ឋសុធី ដែលជាជំទូកទី2នៃឃុំអន្លង់វិលនិងជាអតីតប្រធានប្រតិបត្តិស្រុកនៃគណៈបកភ្លើងទៀនស្រុកសង្កែខេត្តបាត់ដំបងដែលត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់តាមបញ្ញត្តិមាត្រា453នៃក្រមព្រហ្មទណ្ឌលោករដ្ឋសុធីអាយុ54ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី12ខែមករាឆ្នាំ2026នៅដីចម្ការមួយកន្លែងស្ថិតក្នុងស្រុកបាណន់ខេត្តបាត់ដំបងក្រោយលោកត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងការចែករំលែកសារតាមបណ្ដាញសង្គម Facebook លោកត្រូវបានចាប់ខ្លួនដោយអាជ្ញាធរនគរបាលមកពីការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកសុធីបានសុំទោសនិងបានប្រកាសថាលោកបានលាឈប់ពីគណៈបកភ្លើងទៀនអំឡុងពេលការប្រកាសលទ្ធផលនៃការស្នើសុំរបស់លោកកាលពីម្សិលមិញហើយលោកសុធីត្រូវបានបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែទី1បន្ទាប់ពីសំណើសុំដោះលែងឲ្យមានសេរីភាពរបស់លោកត្រូវបានបដិសេធលោកសុធីអាចប្រឈមជាប់ពន្ធនាគារពី5ទៅ10ឆ្នាំប្រសិនបើលោកត្រូវបានរកឃើញថាមានទោសសម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័ររបស់អង្គការ Liga do www.ligado-cambodia.org